សម្លគីមឈីគឺជាសម្លមួយមុខដែលមានរសជាតិឆ្ងាញ់ហើយក៏ជាមុខម្ហូបមួយមុខដែលពេញនិយមសម្រាប់ប្រជាជនកូរ៉េផងដែរជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីចាថ្ងៃនេះគឺនឹងមកបង្ហាញជូនរបៀបនៃការធ្វើសម្លគីមឈីអ្នកទាំងអស់គ្នាសម្លមួយមុខនេះគឺថាមានរសជាតិឆ្ងាញ់ចាហើយឆ្ងាញ់ប្លែកចាហើយរសជាតិហ្នឹងគឺអត់ដិតខ្លាំងទេអ្នកទាំងអស់គ្នាចាគឺល្មមឆ្ងាញ់តែម្ដងអញ្ចឹងថ្ងៃនេះគ្រឿងផ្សំខ្ញុំមានតៅហ៊ូចាមានគីមឈីចាហើយសម្រាប់បន្លែថ្ងៃនេះគឺខ្ញុំមានតែចាខ្ទឹមបារាំងទេមិនប៉ុន្តែអ្នកទាំងអស់គ្នាអាចថែមជាមួយនឹងផ្សិតម្ជុលចាចូលទៅក្នុងនឹងក៏បានដែរណាប៉ុន្តែដោយសារតែថ្ងៃនេះគឺខ្ញុំមានតែខ្ទឹមបារាំងអញ្ចឹងប្រើខ្ទឹមបារាំងតែមួយមុខទេសម្រាប់សម្លថ្ងៃនេះចាបន្ទាប់មកគឺខ្ញុំមានជាមួយនឹងម្ទេសហាវ៉ៃអ្នកទាំងអស់គ្នាចាខ្ញុំធ្វើការហាន់វាជាចំណិតរាងស្ដើងល្មមណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺខ្ញុំមានជាមួយនឹងស្លឹកខ្ទឹមចាជាធម្មតាសម្លគីមឈីនេះចាភាគច្រើនគេប្រើជាមួយនឹងខ្ទឹមខ្យល់ណាអ្នកទាំងអស់គ្នាអាខ្ទឹមរាងធំហ៎ចាប៉ុន្តែអ្វីក៏ដោយតែយើងអត់មានយើងអាចច្នៃដាក់ជាមួយនឹងចាអ្វីផ្សេងមកជំនួសគ្រាន់តែថារសជាតិវាមិនល្អៀងគ្នាប្រហែលទេចាបន្ទាប់មកគឺខ្ញុំមានជាមួយនឹងតៅហ៊ូអ្នកទាំងអស់គ្នាតៅហ៊ូប្រអប់ចានិយាយទៅយើងជ្រើសរើសយកតៅហ៊ូដែលវាមានសភាពទន់ណាអ្នកទាំងអស់គ្នាតៅហ៊ូម្យ៉ាងទៀតគឺតៅហ៊ូសម្រាប់យកទៅចៀនហ្នឹងគឺយើងប្រើអត់ត្រូវទេចាបន្ទាប់មកគឺខ្ញុំធ្វើការដួសជាមួយនឹងគីមឈីយើងចូលទៅសម្រាប់គីមឈីអ្នកទាំងអស់គ្នាត្រូវយកគីមឈីណាដែលមានរសជាតិរៀងជូរតិចណាអ្នកទាំងអស់គ្នាទៅពេលយើងស្រូបទៅវាមានរសជាតិឆ្ងាញ់ចាបន្ទាប់មកគឺផ្នែកសាច់ខ្ញុំជ្រើសរើសប្រើជាមួយនឹងសាច់ជ្រូក3ជាន់ចាដោយសារតែថ្ងៃនេះចង់ញ៉ាំរៀងសាច់ជ្រូកជាប់ខ្លាញ់តិចចឹងណាដោយសារតែវារៀងឆ្ងាញ់ប៉ុន្តែអ្នកទាំងអស់គ្នាអាចប្រើជាមួយនឹងសាច់សុទ្ធក៏បានដែរចាវាមិនជាបញ្ហាអីទេអាស្រ័យទៅលើការចូលចិត្តរបស់យើងហើយចាអញ្ចឹងសាច់ជ្រូកខ្ញុំធ្វើការលាងសម្អាតរួចរាល់ហើយខ្ញុំធ្វើការចិតជាចំណិតស្ដើងហាន់វាជាចារៀងស្ដើងមកចាគ្រឿងផ្សំទាំងអស់ហ្នឹងគឺយើងបានត្រៀមរួចរាល់ហើយសាច់ជ្រូកគីមឈីតៅហ៊ូក៏យើងកាត់ជាដុំបែបនេះចាផ្នែកបន្លែគឺអត់មានអីទេមានតែខ្ទឹមបារាំងចាខ្ទឹមហើយនឹងម្ទេសនឹងឯងចាឥឡូវខ្ញុំធ្វើការដាក់ស្លតែម្ដងចាខ្ញុំធ្វើការដាក់ខ្លាញ់ចារំលីងជាមួយនឹងខ្ទឹមសយើងចូលដែរទាំងអស់គ្នាឲ្យវាឡើងក្លិនឈ្ងុយក្រៀមល្អមកទើបខ្ញុំដាក់សាច់ជ្រូក3ជាន់យើងចូលធ្វើការរំលីងចាឲ្យសាច់យើងរៀងឡើងឆ្អិនបន្តិចហើយទើបខ្ញុំចាដាក់ជាមួយនឹងគីមឈីយើងចូលណាទាំងអស់គ្នាចាបន្ទាប់មកយើងធ្វើការឆាច្របល់គីមឈីជាមួយនឹងសាច់ជ្រូកឲ្យឡើងក្លិនឈ្ងុយល្អមកចាបន្ទាប់មកយើងបង់ជាមួយនឹងគ្រឿងផ្សំចាផ្សេងទៀតចូលទៅក្នុងហ្នឹងចាយើងមានស្ករសចានេះគឺជាម្ទេសការ៉េណាទាំងអស់គ្នាចាម្ទេសម៉ដ្ឋបន្ទាប់មកខ្ញុំលួចជាមួយនឹងប្រេងខ្យងបន្តិចចូលទៅណាទាំងអស់គ្នាហើយបន្ទាប់មកគឺយើងមានទឹកត្រីបន្តិចដែរចាហើយធ្វើការកូរច្របល់សាច់ចាគីមឈីជាមួយនឹងគ្រឿងផ្សំអាបាញ់មិញចូលទៅឲ្យវាសព្វគ្នាល្អណាទាំងអស់គ្នាហើយយើងធ្វើការភ្លក់ទៅតាមចំណង់ចំណូលចិត្តយើងទៅចាបន្ទាប់មកគ្រឿងផ្សំបន្ទាប់ហ្នឹងដាច់ខាតត្រូវតែមានហ្មងណាទាំងអស់គ្នាគឺម្ទេសការ៉េចាតែអត់មានម្ទេសហ្នឹងរសជាតិស្លហ្នឹងគឺវាដូចជាវាអត់ចំណាទាំងអស់គ្នាចាហើយបន្ទាប់មកខ្ញុំក៏បន្ថែមទឹកចូលទៅចាបរិមាណថ្ងៃនេះយើងប្រើអត់ច្រើនទេចាត្រឹមតែ1ចានទេស្លថ្ងៃនេះចាអញ្ចឹងបន្ទាប់ពីទឹកពុះហើយខ្ញុំធ្វើការដាក់បង់ខ្ទឹមបារាំងយើងចូលហើយម្ទេសក៏យើងបង់ចូលដែរចាទុកតែមួយពុះភ្លក់ទៅតាមចំណង់ចំណូលចិត្តយើងទៅគឺរួចស្រេចអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺយើងដាក់តៅហ៊ូចុងក្រោយគេអ្នកទាំងអស់គ្នាចាតៅហ៊ូដែលយើងដាក់ចូលដបូនទៅពេលដែលយើងកូរយើងអីទៅវាធ្វើឲ្យតៅហ៊ូយើងបែកចាអញ្ចឹងយើងទុកដាក់ក្រោយគេតែមួយពុះគឺឆ្អិនតែម្ដងចាបន្ទាប់មកយើងបង់ជាមួយនឹងស្លឹកខ្ទឹមចូលទៅគឺថារួចស្រេចតែម្ដងនិយាយទៅមុខម្ហូបមួយមុខនេះបើនិយាយពីរបៀបនៃការស្លគឺយើង100%គឺអត់ដូចជនជាតិដើមទេទាំងគ្រឿងផ្សំមួយចំនួនណាយើងតែងតែធ្វើកាត់បែបចារសជាតិបែបអាស៊ីយើងចាជនជាតិរបស់យើងវាតែល្អៀងគ្នាបន្តិចហើយប៉ុន្តែធានាជូនថាគឺរសជាតិអត់ចាញ់ជាមួយនឹងជនជាតិដើមអ្នកទាំងអស់គ្នាគឺថាឆ្ងាញ់ខ្លាំងមែនតែនហ្មងឲ្យមេដៃ